ជំរាបសួរយើងបន្តពិនិត្យមើលលើធ្នាក់មួយចំនួនហើយធ្នាក់ទាំងនេះគឺប្រើសម្រាប់ចង្អុលបង្ហាញអំពីទីតាំងស្ថិតនៅផ្នែកខាងក្រោមវីដេអូមុនគឺយើងនិយាយពីផ្នែកខាងលើណាជានៅក្នុងនេះខ្ញុំមានធ្នាក់3មាន sous en bas de au-dessous de sous គឺមានន័យថាក្រោមប៉ុន្តែការប្រើប្រាស់ក្រោមនេះគឺក្រោមអ្វីមួយដែលជាប់គ្នាតែម្ដងឧទាហរណ៍ថាខ្ញុំមានរបស់ពីរបើសិនជាខ្ញុំដាក់បែបនេះមានន័យថា le stylo oui le stylo est sur les lunettes តែបើសិនយើងបញ្ច្រាស់វាបែបនេះវិញត្រឡប់មកវិញបែបនេះមានន័យថា le stylo est sous les lunettes និយាយមកថាបិចនៅក្រោមបើវ៉ែនតាវិញគឺជាប់គ្នាតែម្ដងក្រោមជាប់គ្នាបែបហ្នឹងណាដោយឡែក en bas de គឺប្រែមកថានៅខាងក្រោមឬក៏បាតក្រោមបាទឧទាហរណ៍ថា la maison est en bas de la route ផ្ទះហ្នឹងគឺនៅខាងចុងក្រោមផ្លូវចឹងណាឬក៏ឧទាហរណ៍ទី2ស្រួលយល់ជាង les clés sont tombées en bas de l'étagère មានថាកូនសោហ្នឹងវាបានធ្លាក់នៅខាងក្រោមឬក៏បាតក្រោមនៃធ្នើហ្នឹងបាទដោយឡែកពាក្យមួយទៀតគឺ au-dessous de ខាងក្រោមដែរប៉ុន្តែគឺបង្ហាញអំពីទីតាំងមួយដែលវាអត់ជាប់គ្នាទេឧទាហរណ៍ថា les lunettes ici et après le stylo au-dessous de en bas អញ្ចឹងយើងអាចនិយាយថាle stylo est au-dessus des lunettes ឬក៏ឧទាហរណ៍នៅក្នុងslide របស់យើងក៏បានដែរ le chat dort au-dessous du lit ឆ្មាដេកក្រោមគ្រែធម្មតាក្រោមគ្រែវាមិនអាចជាប់ក្រោមគ្រែចឹងទេគឺក្រោមគ្រែនៅលើនៅលើដីលើការ៉ូលើចឹងទៅឬក៏មួយទៀតក៏ស្រួលយល់ដែរ la température est descendue au-dessous de 0 សេចក្ដីតុណ្ហភាពធ្លាក់ចុះក្រោម0បាទក្រោម0អញ្ចឹងមានថាសេចក្ដីតុណ្ហភាពនេះគឺវាក្រោម0ណាវាមិនមែនជាប់0ហ្នឹងតែម្ដងទៅក្រោមហ្នឹងទៀតបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំមាន3ហ្នឹងបាទ sous en bas de au-dessous de